សេចក្តីជូនដំណឹងទៅដល់អស់លោកសប្បុរសជាជនចិត្តឆ្ងាយព្រោះដែលជាអ្នកកាន់ព្រះពុទ្ធសាសនាព្រោះអាត្មាក៏មានចេតនាចង់ចែកជាវតែបំណំយកមកតម្កល់ខាងមុខខ្លោងចិន្តាឡើងទៅក្នុងលាអាងកន្លែងដែលបដិបត្តិសមាធិខាងក្នុងភ្នំនោះចឹងខាងមុខខ្លោងចិន្តានេះអាត្មាចង់តម្កល់ទេពបំណំមួយគូព្រោះទេពបំណំមួយគូនោះព្រោះដាក់អមសងខាងនោះឯងបើសិនជាព្រោះអស់លោកសប្បុរសមានសទ្ធាជ្រះថ្លាប្រាថ្នាគិតថាចង់អញ្ជើញព្រោះចូលរួមជាវអាចព្រោះជើញចូលរួមជាវបានព្រោះតាមកម្លាំងសទ្ធានៃទឹកចិត្តរបស់អស់លោកដើម្បីរក្សានៅអត្តសញ្ញាណក៏ដូចជាអរិយធម៌វប្បធម៌របស់វិស័យពុទ្ធចក្រក៏ដូចជាប្រពៃណីខ្មែររបស់យើងដែរចឹងទេពបំណងមួយគូនេះគឺដាក់ត្រង់ចំណុចនេះត្រង់ចំណុចនេះណាញោមណាព្រោះដាក់ត្រង់ចំណុចនេះព្រោះកន្លែងខ្លោងចន្ដើឡើងទៅខាងក្នុងភ្នំព្រោះគួរជាទីជ្រះថ្លាណាស់ព្រោះបើសិនជាអស់លោកសប្បុរសមានចេតនាចង់អញ្ជើញចូលរួមជាវអាចតាក់ទងមកតាមរយៈលេខទូរស័ព្ទអាត្មាដាក់ខាងក្រោមអេក្រង់នេះញោមចាំតាមដានហើយកត់ទុកព្រោះហើយអាចខលទំនាក់ទំនងក្នុងការចែកជាវព្រោះទេពបំណំទេវតាឈរសំពះមួយគូណាព្រោះទេវតាឈរសំពះមួយគូនេះនៅត្រង់ចំណុចខ្លោងឡើងទៅចន្ទើនេះព្រោះណានេះទីតាំងនេះព្រោះញាតិញោមអាចអញ្ជើញចូលរួមបានព្រោះណាព្រោះជាការតែងលម្អរក្សានៅវប្បធម៌ព្រោះនេះសម្រាប់វត្តទឹកវិមានព្រោះមានការជំរាបជូនដំណឹងទៅដល់ញោមញាតិដែលជាពុទ្ធបរិស័ទប៉ុណ្ណឹងហើយអាត្មាភាពក៏អាចសង្ឃឹមថាញោមញាតិដែលជាពុទ្ធសាសនិកអាចនឹងចូលរួមជាវអាចនឹងចូលរួមជួយព្រោះណាព្រោះដើម្បីរក្សានៅវប្បធម៌ក៏ដូចជាប្រពៃណីនៅក្នុងព្រះពុទ្ធសាសនាយើងផងដែរញោមអាចអញ្ជើញទស្សនានៅប្លង់កន្លែងដាក់ដែលអាត្មាបានបង្ហាញមិញហ្នឹងព្រោះអាចអញ្ជើញចូលរួមទាំងអស់គ្នាទោះតិចក្តីច្រើនក្តីឬក៏ញោមអាចព្រោះជាវមកតួអង្គក៏បានព្រោះអាចអញ្ជើញចូលរួមជាវបានព្រោះណាព្រោះសូមចម្រើនពរនៅការសង្ឃឹមទុកជាមុនបាទ